សួស្តីប្រិយមិត្តបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានដកស្រង់អត្ថបទមួយនិយាយអំពីការអប់រំកូនដែលដកស្រង់ចេញពីគេហទំព័រ Google បាទនេះគឺជាអត្ថបទដែលនិយាយអំពីច្បាប់សត្វចាបបាទអញ្ចឹងសត្វចាបវាមានច្បាប់វាមានទំនៀមទម្លាប់របស់វាមែនតើវាមិនមែនជាច្បាប់វាជាទម្លាប់គេហៅសត្វវាធ្វើអីតាមសភាវគតិតាមទម្លាប់ដដែលតគ្នាពីដូនតាវាមកបាទវាមិនមែនដូចមនុស្សទេមនុស្សយើងមានច្បាប់មានទម្លាប់មានការគិតការពិចារណាវិចារណញ្ញាណប៉ុន្តែសត្វចាបវាធ្វើទៅតាមទម្លាប់ពីដូនតាពីមេពីបាវាមកអញ្ចឹងបើនិយាយថាច្បាប់ក៏ច្បាប់ចុះប៉ុន្តែមែនតើវាជាទម្លាប់របស់សត្វចឹងក្នុងអត្ថបទនេះគេនិយាយចំណងជើងនោះគឺច្បាប់សត្វចាបឪពុកម្ដាយគ្រប់រូបគួរប្រើសម្រាប់បង្រៀនកូនបាទបងប្អូនមុននឹងខ្ញុំចូលទៅលម្អិតលើអត្ថបទសូមបងប្អូនជួយ Subscribe ឬក៏ចុចជាវលើchannel YouTube របស់ខ្ញុំម្នាក់មួយផងអញ្ចឹងលម្អិតយ៉ាងណានោះខ្ញុំនឹងទៅឥឡូវនេះជាមួយបងប្អូនទាំងអស់គ្នាច្បាប់សត្វចាបឪពុកម្ដាយគ្រប់រូបគួរប្រើសម្រាប់បង្រៀនកូននៅអាយុជាក់លាក់មួយអ្នកនឹងយល់ច្បាស់អំពីជីវិតមិនថាកូនរបស់អ្នកមានចរិតបែបណានោះទេអ្នកត្រូវតែយល់ច្បាស់ពីច្បាប់ចាបដើម្បីអាចរស់នៅបានសុខស្រួលនិងសប្បាយរីករាយពេញមួយជីវិតអ្នកចំណុចទី1ផ្ទះផ្ទាល់ខ្លួនជាកន្លែងដ៏មានតម្លៃបំផុតមានសុភាសិតមួយឃ្លាថាសម្បុកមាសឬសម្បុកប្រាក់មិនល្អដោយសម្បុកកក់ក្ដៅទេទោះកន្លែងល្អប៉ុណ្ណាក៏ដោយបើវាមិនមែនជាផ្ទះរបស់អ្នកវាមិនមែនជាកន្លែងដែលសប្បាយចិត្តនោះទេយើងអាចរស់នៅយ៉ាងមានសុភមង្គលក្នុងសម្បុកមាសឬសម្បុកប្រាក់ប៉ុន្តែយើងអាចរស់នៅបានតែ2 ទៅ 3 ថ្ងៃប៉ុណ្ណោះយើងមិនអាចស្នាក់នៅបានយូររហូតមួយជីវិតនោះទេពេលចាស់ទៅមានផ្ទះផ្ទាល់ខ្លួនមិនថាតូចឬធំល្មមមានសម្រាប់តែក្រេក៏ដោយអ្នកគួរតែរស់នៅដោយខ្លួនឯងប្រកបដោយផាសុកភាពនិងសេរីភាពបាទនេះជាចំណុចទី1ទី2កុំជ្រៀតជ្រែកច្រើនពេកក្នុងជីវិតរបស់កូនអ្នកមិនថាកូនពឹងលើឪពុកម្ដាយយ៉ាងណានៅក្មេងទេពេលធំឡើងគួរតែអនុញ្ញាតឲ្យធ្វើការជ្រើសរើសដោយខ្លួនឯងអ្នកមិនមែនជាជំនាន់ដូចកូនរបស់អ្នកទេដូច្នេះសូមកុំគិតខុសលើកូនដោយសារតែគំនិតរបស់អ្នកការជ្រៀតជ្រែកក្នុងកិច្ចការរបស់កុមារច្រើនពេកនឹងធ្វើឲ្យពួកគេមិនស្រួលជាមួយឪពុកម្ដាយពួកគេដូច្នេះអនុញ្ញាតឲ្យកូនមានសេរីភាពក្នុងការជ្រើសរើសនិងទទួលខុសត្រូវចំពោះខ្លួនឯងអ្នកកាន់តែគ្រប់គ្រងកូនរបស់អ្នកនោះពួកគេនឹងកាន់តែតូចចិត្តជាមួយអ្នកចំណុចទី3ថែរក្សាខ្លួនអ្នកនិងជៀសវាងការបង្កបញ្ហាដល់កូនពេលយើងចាស់ទៅយើងត្រូវមើលថែខ្លួនឯងឲ្យបានល្អនិងធ្វើលំហាត់ប្រាណដើម្បីមានរាងកាយមាំមួន
ស្វែងរកមុខវិជ្ជាដែលខ្លួនចូលចិត្តខ្លះកុំនៅជាប់នឹងកូនពេញមួយថ្ងៃធ្វើឲ្យខ្លួនឯងទំនេរពេកក្មេងៗទាំងអស់សុទ្ធតែមានការងារធ្វើហើយរវល់នឹងជីវិតក៏មិនមានពេលច្រើនសម្រាប់ឪពុកម្ដាយរបស់គេដូច្នេះការស្វែងរកសុភមង្គលផ្ទាល់ខ្លួនរបស់អ្នកគឺល្អបំផុតសូមឲ្យកូនរបស់អ្នកដឹងថាឪពុកម្ដាយពិតជាមានជីវិតរស់នៅមានសុភមង្គលនិងល្អណាស់ទី4មានអាកប្បកិរិយាល្អនិងសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរទាំងអស់អាកប្បកិរិយាល្អនឹងការល្អនឹងនាំទៅរកជីវិតល្អអ្នកត្រូវតែរៀនវិញ្ញាណរបស់ចាបអ្នកត្រូវតែរៀនវិញ្ញាណរបស់ចាបមិនថាអ្នកស្ថិតនៅក្នុងបរិយាកាសបែបណាទេអ្នកអាចរកឃើញកន្លែងនិងភាពរីករាយរបស់ខ្លួនឯងទោះបីជាអ្នកមានវ័យកាន់តែចាស់ក៏ដោយអ្នកគួរតែសាកល្បងចំណូលចិត្តថ្មីនិងរៀនជំនាញថ្មីអ្នកដែលមិនស្រូបយកនឹងថយចុះជាបណ្ដើរហើយបាត់បង់ការប៉ះពាល់ជាមួយនឹងសង្គមជាចុងក្រោយមិនថាកូនរបស់អ្នកមានចរិតបែបណាទេអ្នកនៅតែត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរទាំងអស់នៅក្នុងសង្គមនិងបរិស្ថានអ្នកខ្លាំងអ្នកនឹងរស់នៅបានល្អអ្នកទន់ខ្សោយអ្នកនឹងត្រូវដកចេញនេះគឺជាច្បាប់របស់ចាបប្រសិនបើអ្នកចង់រស់នៅក្នុងជីវិតដែលមានស្ថិរភាពសម្រាប់ពាក់កណ្ដាលជីវិតបន្ទាប់របស់អ្នកត្រូវតែរៀនអំពីរបៀបដែលចាបរស់រៀនមានជីវិតដោយទុកផ្លូវពីខ្លួនអ្នកដើម្បីជៀសវាងអនាគតអាក្រក់បាទបទនេះលំអិតមានតែប៉ុណ្ណឹងតែខ្ញុំមុននឹងបញ្ចប់ខ្ញុំចង់បន្ថែមបន្តិចបងប្អូនក្នុងអត្ថបទនេះគឺចង់ឲ្យយើងបង្រៀនកូនទៅតាមទម្លាប់របស់សត្វចាបមែនទេទៅសត្វចាបវាមិនមានច្បាប់អីទេវាជាទម្លាប់ទេវាធ្វើអ្វីតាមសភាវគតិវាមិនមានការពិចារណាវាមិនគេបង្កើតច្បាប់អីទេអញ្ចឹងសត្វទាំងអស់គឺវាគ្មានច្បាប់អីទេវាគ្រាន់តែទម្លាប់ប៉ុន្តែទម្លាប់ហ្នឹងវាទៅជាច្បាប់ដូចភាសាខ្មែរយើងថាទម្លាប់ធំជាងច្បាប់អញ្ចឹងទម្លាប់យូរទៅវាទៅជាច្បាប់បាទអញ្ចឹងមិនគេថាជាច្បាប់របស់សត្វចាបប៉ុន្តែដោយឡែកមនុស្សយើងក៏មិនអាចដូចចាបទាំងស្រុងដែរព្រោះចាបវាចិញ្ចឹមកូនវាធំហើយវាប្រឡែងឲ្យដើរស៊ីឲ្យធ្វើអីស្រេចចិត្តតែយ៉ាងណាមិញមនុស្សយើងក៏មិនអាចធ្វើបានទាំងស្រុងដែរគ្រាន់តែថាលំនាំខ្លះគឺយើងកុំឲ្យលោកដៃក្នុងរឿងកូនច្រើនពេកបណ្ដោយឲ្យកូនសម្រេចចិត្តធ្វើការសម្រេចចិត្តឬក៏ជ្រើសរើសអ្វីដែលខ្លួនឯងជាដើមបាទប៉ុន្តែមនុស្សយើងគឺទោះបីចាស់ទៅក៏នៅត្រូវការថែទាំពីឪពុកម្ដាយយកចិត្តទុកដាក់ឬទៅពេលឪពុកម្ដាយចាស់ទៅយើងត្រូវថែទាំឪពុកម្ដាយវិញទោះបីគាត់ត្រូវការសម្រេចចិត្តខ្លួនឯងក៏យើងនៅតែត្រូវការថែទាំគាត់ខ្លះដែរគាត់ថាកុំឲ្យលូកដៃច្រើនពេកកុំឲ្យពឹងលើកូនពេកយើងត្រូវរស់ដោយខ្លួនឯងខ្លះហើយអញ្ចឹងណាប៉ុន្តែយ៉ាងណាកូនក៏មិនអាចចោលឪពុកម្ដាយដែរទាំងគេទាំងខ្ញុំទាំងកូនគេកូនខ្ញុំឪពុកម្ដាយគេឪពុកម្ដាយខ្ញុំគឺដូចគ្នាបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាការតាមដានស្ដាប់និងទស្សនា